យើងក៏លេចមកមើលអំពីរបៀបនៃការប្រើប្រាស់ឆាហើយជាមួយនឹង string នៅក្នុង C++ វិញម្ដងឆាវាក៏ជាប្រភេទនៃ data type មួយដែលយើងអាច store ជាប្រភេទនៃអក្សរតែបានតែមួយតួអក្សរតែប៉ុណ្ណោះយើងប្រើ keyword ឆាក៏ប្រទៀតឧទាហរណ៍ character ស្មើអូខេសម្រាប់ character គឺយើងអាចប្រើវាជាមួយនឹង single quote surround បែបនេះគឺតំណាងឲ្យ character ដែលប្រភេទឆានេះគឺ store បានតែមួយតួអក្សរតែប៉ុណ្ណោះអញ្ចឹងខាងក្រោមគឺយើងអាចស៊ីអោមកអូខេយើងធ្វើការ run application យើងមកយើងធ្វើការ run application របស់យើងមកអូខេយើង print a value ហ្នឹងមកកន្លែងនេះតែម្ដងអញ្ចឹងនៅក្នុង programming មែនតើទៅគឺវាអត់មានជាប្រភេទនៃអក្សរទេតម្លៃគឺ store ជាទម្រង់នៃតម្លៃលេខទាំងអស់តែម្ដងមិនថាយើង declare នៅ single quote នៃ a នេះទេតាមពិតនៅក្នុង character តែប្រភេទថាយជាឆានេះគឺវា store តែជាតម្លៃលេខទេដោយដែលគ្នាយើងធ្លាប់ឃើញនៅក្នុង website មុនហ្នឹងឯងនៅកន្លែងនេះគឺប្រភេទឆាគឺវា store តែមួយបាយទេដែលវា store តម្លៃលេខចន្លោះពី127រហូតទៅដល់127ទៅ255អញ្ចឹងកន្លែងនេះដក127ទៅ127ឬក៏ពី0ទៅ255នេះគឺវាគឺជាទម្រង់នៃសាញហើយជាមួយនឹង unsigned value បើសិនជាយើងប្រើដក127គឺយើងប្រើបានរហូតទៅដល់តម្លៃនៃ127តែបើសិនជាយើង start អំពី value លេខ0គឺយើងអាចប្រើរហូតទៅដល់255ចំណុចមួយដែលគ្នាយើងនឹងឆ្ងល់គឺត្រង់ថាឆានៅកន្លែងនេះវាប្រើតែមួយបាយទេហើយវា store តែជាតម្លៃលេខទេហេតុអីក៏នៅក្នុង programming គឺយើងអាច surround វាជាមួយនឹង single quote បានហើយយើង assign ជាមួយនឹង a បានដែលជាទម្រង់នៃតួអក្សរហើយនៅក្នុង purpose ជាក់ស្ដែងនៃការ declare ឆាក៏ជាប្រភេទនៃ data type ដែលយើងចង់ store តែមួយតួអក្សរនៃអក្សរណាមួយដែរអញ្ចឹងនៅពេលដែលយើងធ្វើការ print ដោយដែលគ្នាយើងបានឃើញមុនអញ្ចឹងពេលដែលយើង store វាឆាជាអក្សរ A ពេលដែលលទ្ធផលនៃការ print ក៏ទទួលបាន A ដូចគ្នាដែរអញ្ចឹងនៅកន្លែងនេះឧទាហរណ៍ថាជើធ្វើការ print ជាមួយនឹងសញ្ញាបូកនៃ character ហើយយើងធ្វើការ run មកអញ្ចឹងគឺនៅត្រង់ចំណុចនេះវាជំនួសដោយលេខ97វិញដែលវាដូចជាមួយនឹង data type ដែលគេបាន declare ឬក៏គេប្រាប់នៅក្នុង website ថាឆាគឺវា store ជាប្រភេទនៃតម្លៃលេខអញ្ចឹងឧទាហរណ៍ថាកន្លែងនេះបើជំនួសដោយ A ជើសាកប្រើជំនួសដោយលេខ97ហើយនៅខាងក្រោមនេះគឺយើង print ជាមួយនឹង character វិញម្ដងយើងយក character របស់យើង assign ជាមួយនឹងលេខ97ហើយបន្ទាប់ទៀតយើងធ្វើការ run មកយើងឃើញថាវាក៏នៅតែទទួលបាននៅអក្សរ A ដូចគ្នាដែរអញ្ចឹងកន្លែងនេះគឺចង់ clarify ឲ្យគ្នាយើងថាប្រភេទឆាឬក៏ជា character ហ្នឹងគឺយើងអាច store បានមួយតួអក្សរដែលមួយតួអក្សរហ្នឹងគឺតំណាងទៅឲ្យប្រភេទនៃលេខទេជាក់ស្ដែងនៅក្នុង character គឺវា store ជាតម្លៃលេខទេគឺវាអត់ store ជាទម្រង់នៃតួអក្សរណាមួយទេប៉ុន្តែគឺជំនួសដោយលេខហ្នឹងគឺគេអាច declare ដោយតួអក្សរដូចដែលយើងបានប្រើមុននឹងឯងគឺជា single quote នៃ A ដែល set out នឹងឯងដែលតម្លៃនៃតួអក្សរមួយមួយហ្នឹងគឺវាជាតំណាងនៃតម្លៃលេខណាមួយដែល match ជាមួយនឹងអក្សរនឹងឯងប៉ុន្តែសួរថាបើក្នុងករណីនៃការប្រើប្រាស់ជាក់ស្ដែងតើយើងអាចប្រើលេខ97ឬក៏98បែបនេះកើតឧទាហរណ៍98បែបនេះបើយើង run គឺយើងឃើញថាវា print នៅអក្សរចាំដកសញ្ញាបូកមកគឺយើងឃើញថាវា print នៅអក្សរ B អញ្ចឹងក្នុងករណីដែលយើងសរសេរក៏យើងមិនធ្វើការប្រកាសឆាហើយបូកជាមួយនឹងលេខ98បែបនេះដែរដោយសារតែលេខ98នេះគឺយើងមើលអត់ដឹងថាតើវាតំណាងឲ្យអក្សរអីទេអញ្ចឹងក៏យើងនៅតែប្រើប្រាស់ជាមួយនឹង single quote បែបនេះដែរអញ្ចឹងបើទោះតែ C# ចុះ sorry បើទោះតែនៅក្នុង C++ វា allow ឲ្យយើងធ្វើការ assign number តំណាងឲ្យតួអក្សរក៏ដោយក៏យើងនៅតែ prefer តំណាងតួអក្សរហ្នឹងដោយអក្សរតែម្ដងជាជាងដែលយើង refer ដោយលេខអញ្ចឹងនៅកន្លែងនេះគ្រាន់តែឈើចង់ធ្វើការ clarify គ្នាយើងមួយទេទាក់ទងជាមួយនឹង data type ដែលឆាជាក់ស្ដែងសជាតម្លៃលេខប៉ុន្តែនៅពេលដែលយើងប្រើប្រាស់នៅក្នុង programming គឺយើងប្រើវាជា single bit នៃតួអក្សរដែលយើងតំណាងឲ្យអក្សរណាមួយ